សូមស្វាគមន៍មកកាន់ Update Today បំផ្ទុះគ្រាប់បែកអត្តឃាតនៅប្រទេសស៊ីរីស្លាប់9នាក់និងរបួសជាង20នាក់អាជ្ញាធរស៊ីរីបាននិយាយថាហេតុការណ៍បំផ្ទុះគ្រាប់បែកនៅហាងកាហ្វេមួយកន្លែងក្នុងទីក្រុងដាម៉ាស់នៅថ្ងៃប្រហ័សទី2ខែកក្កដាឆ្នាំ2026បានសម្លាប់មនុស្ស9នាក់និងមានអ្នករបួសជាង20នាក់ដែលជាបញ្ហាប្រឈមបំផុតសម្រាប់មេដឹកនាំអ៊ីស្លាមនិយមស៊ីរីខណៈកំពុងស្វែងរកការស្ដារស្ថិរភាពក្នុងប្រទេសបន្ទាប់ពីសង្គ្រាមជាង1ទសវត្សរ៍ការបំផ្ទុះគ្រាប់បែកនេះជាការវាយប្រហារដ៏សាហាវបំផុតចាប់តាំងពីការវាយប្រហារអត្តឃាតលើព្រះវិហារសាសនាគ្រិស្តកាលពីឆ្នាំមុនរហូតមកដល់ពេលនេះមិនមាននរណាចេញមុខអះអាងទទួលខុសត្រូវឡើយការបំផ្ទុះគ្រាប់បែកអត្តឃាតនេះបានកាត់ឡើងនៅជិតវិមានយុត្តិធម៌ក្នុងរដ្ឋធានីដែលជាអគាររដ្ឋាភិបាលដ៏សំខាន់មួយដោយបានបង្កឲ្យមានការភ័យស្លន់ស្លោនៅក្នុងតំបន់ដ៏មមាញឹកនោះនៅពេលទៅដល់កន្លែងកាត់ហេតុអភិបាលក្រុងដាម៉ាស់លោក Marshal EDB បាននិយាយថាការស៊ើបអង្កេតមួយត្រូវបានចាប់ផ្ដើមអ្នកទទួលខុសត្រូវចំពោះការបង្ហូរឈាមនេះនឹងត្រូវទទួលទោសជាមួយគ្នានេះលោក Claudio Cordon តំណាងពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសស៊ីរីបាននិយាយនៅលើបណ្ដាញ X ថាជនល្មើសគួរតែត្រូវបាននាំខ្លួនទៅកាត់ទោសចំណែកប្រទេសទូគីដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអាជ្ញាធរអ៊ីស្លាមនិយមស៊ីរីក៏បានថ្កោលទោសការវាយប្រហារនេះនិងបានសន្យាថានឹងរក្សាសាមគ្គីភាពរបស់ខ្លួនជាមួយប្រទេសស៊ីរីពេញមួយដំណើរការស៊ើបអង្កេតនេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសទូគីប្រទេសអារ៉ាប់រួមជាច្រើនក៏បានថ្កោលទោសការវាយប្រហារនេះផងដែររួមមានអ៊ីរ៉ាក់ យ៉ូដានី កាតានិងអេស៊ីបសូមបញ្ជាក់ថាចាប់តាំងពីការផ្ដួលរំលំមេដឹកនាំដ៏យូរអង្វែងលោកបាសា អាល់អាសាដកាលពីអំឡុងខែធ្នូឆ្នាំ2024អាជ្ញាធរថ្មីរបស់ប្រទេសស៊ីរីដែលដឹកនាំដោយលោកប្រធានាធិបតីអាម៉ាត់អាល់សារ៉ាបានព្យាយាមអនុវត្តការគ្រប់គ្រងពេញលេញដើម្បីស្ដារសន្តិសុខនិងបង្រួបបង្រួមប្រទេសឡើងវិញទីក្រុងដាម៉ាស់គឺជាទីតាំងនៃការវាយប្រហារនិងឧបតិហេតុជាច្រើនចាប់តាំងពីអាជ្ញាធរថ្មីបានចូលកាន់តំណែងការស្លាប់ច្រើនបំផុតបានកាត់ឡើងនៅក្នុងខែមិថុនាឆ្នាំ2025នៅពេលដែលការវាយប្រហារលើព្រះវិហារមួយក្នុងទីក្រុងដាម៉ាស់បានសម្លាប់មនុស្ស25នាក់ការវាយប្រហារអត្តឃាតនេះក្រោយមកត្រូវបានអះអាងដោយក្រុមអ៊ីស្លាមនិយមនិកាយស៊ុននីខណៈអាជ្ញាធរបានស្ដីបន្ទោសលើក្រុមរដ្ឋអ៊ីស្លាមឥណ្ឌានិងជប៉ុនចុះហត្ថលេខាសហការគ្នាលើវិស័យការពារជាតិដើម្បីប្រឆាំងឥទ្ធិពលចិនប្រទេសឥណ្ឌានិងជប៉ុនបានព្រមព្រៀងគ្នានៅថ្ងៃប្រហ័សទី2ខែកក្កដាឆ្នាំ2026ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យបញ្ញាសិប្បនិម្មិតលោហៈធាតុថាមពលនិងវិស័យការពារជាតិក៏ដូចជាការរៀបចំផែនទីបង្ហាញផ្លូវរួមគ្នាសម្រាប់សន្តិសុខនិងសេដ្ឋកិច្ចខណៈប្រទេសអាស៊ីទាំងពីរនេះបានស្វែងរកការពង្រឹងទំនាក់ទំនងបន្ថែមទៀតដើម្បីប្រឆាំងឥទ្ធិពលចិនកិច្ចព្រមព្រៀងទាំងនេះត្រូវបានចុះហត្ថលេខាបន្ទាប់ពីការចរចារវាងនាយករដ្ឋមន្ត្រីឥណ្ឌាលោកណារិនត្រាម៉ូឌីនិងសមាភិកីជប៉ុនលោកស្រីសាណាអេតាកៃស៊ីដែលកំពុងបំពេញទស្សនកិច្ចរយៈពេល3ថ្ងៃនៅទីក្រុង New Delhi លោកស្រីតាកៃស៊ីបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីការចរចាថាជប៉ុននិងឥណ្ឌានឹងទាញយកអត្ថប្រយោជន៍ពីចំណុចខ្លាំងរបស់គ្នាទៅវិញទៅមកដើម្បីរីកចម្រើនភាពរឹងមាំនិងវិបុលភាពជាមួយគ្នាក្នុងចំណោមស្ថានភាពអន្តរជាតិដ៏ច្របូកច្របល់ការកសាងទំនាក់ទំនងសហប្រតិបត្តិការដែលបំពេញឲ្យគ្នាទៅវិញទៅមកបែបនេះបានក្លាយជារឿងដ៏សំខាន់កាន់តែខ្លាំងឡើងដំណើរទស្សនកិច្ចរបស់លោកស្រីតាកាស៊ីធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកម៉ូឌីទៅកាន់ទីក្រុងតូក្យូកាលពីឆ្នាំមុននៅពេលដែលប្រទេសជប៉ុនបានសន្យាថានឹងបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាទ្វេដងឲ្យដល់ប្រមាណ$61,000 លានក្នុងរយៈពេល1ទសវត្សរ៍ខាងមុខដោយបង្ហាញពីចំណងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ
ចំណែកពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានឈានដល់ប្រមាណ 27.5 លានដុល្លារនៅក្នុងឆ្នាំសារពើពន្ធ 2025-2026 ខណៈការវិនិយោគរបស់ជប៉ុននៅក្នុងប្រទេសឥណ្ឌាមានប្រមាណ 3.0 លានដុល្លាររវាងខែមេសានិងខែធ្នូឆ្នាំ 2025 នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលឥណ្ឌាជាមួយគ្នានេះលោកម៉ូឌីបាននិយាយថាប្រទេសទាំងពីរក៏ជាសមាជិកនៃក្រុម Quad ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគម្រោងសហអភិវឌ្ឍន៍ដំបូងនៅក្នុងវិស័យការពារជាតិអូស្ត្រាលីនិងសហរដ្ឋអាមេរិកគឺជាសមាជិកពីរផ្សេងទៀតនៃក្រុម Quad ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាប្លុកមួយដែលបង្កើតឡើងដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់ Indo-Pacific ក្រុមហ៊ុនអាកាសចរហុងកុង Cathay Pacific នឹងចាប់ផ្ដើមជើងហោះហើរទៅកាន់តំបន់មជ្ឈិមបូព៌ាឡើងវិញក្រុមហ៊ុនអាកាសចរ Cathay Pacific ដែលជាក្រុមហ៊ុនអាកាសចរឈានមុខគេរបស់ទីក្រុងហុងកុងបានប្រកាសនៅថ្ងៃប្រហ័សទី 2 ខែកក្កដាឆ្នាំ 2026 ថាខ្លួននឹងបន្តជើងហោះហើរទៅកាន់តំបន់មជ្ឈិមបូព៌ាខណៈសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានបង្ហាញសញ្ញាថាកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមនឹងអាចសម្រេចបាននៅពេលឆាប់ៗខាងមុខបន្ទាប់ពីការពិភាក្សាដោយប្រយោលរបស់ភាគីទាំងពីរនៅទីក្រុងដូហាប្រទេសកាតាកាលពីថ្ងៃពុធកន្លងទៅប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក៏ដូចជាអ្នកសម្របសម្រួលរបស់កាតានិងប៉ាគីស្ថានបានផ្ដល់សញ្ញាថាកិច្ចការទូតកំពុងដំណើរការទោះបីជាមានការវាយប្រហារដាក់គ្នានៅសប្តាហ៍នេះក៏ដោយក្រុមហ៊ុន Cathay Pacific បានផ្អាកជើងហោះហើរទៅកាន់ទីក្រុងឌូបៃនិងទីក្រុងរីយ៉ាតកាលពីចុងខែកុម្ភៈបន្ទាប់ពីសង្គ្រាមបានផ្ទុះឡើងក្រុមហ៊ុនអាកាសចរនេះបានដំឡើងថ្លៃប្រេងឥន្ធនៈបន្ថែមជាច្រើនដងខណៈចំនួនបានជំរុញឲ្យតម្លៃប្រេងឡើងថ្លៃក្រុមហ៊ុន Cathay Pacific បាននិយាយនៅថ្ងៃប្រហ័សដែរថាខ្លួននឹងបន្តជើងហោះហើរដឹកអ្នកដំណើរប្រចាំថ្ងៃទៅកាន់ទីក្រុងឌូបៃនិងជើងហោះហើរដឹកអ្នកដំណើរ4ដងក្នុងមួយសប្តាហ៍ទៅកាន់ទីក្រុងរីយ៉ាតចាប់ពីថ្ងៃទី1ខែកញ្ញាខាងមុខនេះចំណែកសេវាកម្មដឹកជញ្ជូនទំនិញទៅកាន់ទីក្រុងរីយ៉ាតនឹងចាប់ផ្ដើមឡើងវិញនៅថ្ងៃទី1ខែសីហាខាងមុខនេះដែរជាមួយគ្នានេះក្រុមហ៊ុន Cathay Pacific ក៏បាននិយាយថានឹងបន្តតាមដានយ៉ាងដិតដល់នៅស្ថានភាពវិវត្តជាបន្តបន្ទាប់នៅក្នុងតំបន់មជ្ឈិមបូព៌ាមុនការបរិច្ឆេទហោះហើរឡើងវិញសូមអរគុណសម្រាប់ការតាមដាន Update Today